បាទសួស្តីប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសូមជូនព័ត៌មានមួយដែលមានរថយន្ត Range Rover មួយគ្រឿងបានបុកលុចស៊ីសដែលចតនៅស្ងៀមរុញផ្ទុកនឹងបង្គោលភ្លើងខ្ទេចទាំងសងខាងរួចម្ចាស់រថយន្តក៏បានដោះស្លាកលេខឡានរបស់ខ្លួនហើយកិច្ចខ្លួនបាត់ទៅរថយន្ត Range Rover មួយគ្រឿងបើកបរដោយបរិសម្នាក់ក្នុងល្បឿនលឿនជ្រុលទៅបុកនឹងរថយន្ត Lexus RX 400 មួយគ្រឿងដែលកំពុងចតនៅស្ងៀមលើផ្លូវពេញមកទំហឹងរួចក៏រុញខ្ទប់ទៅនឹងបង្គោលភ្លើងម្ដើមនៅលើចិញ្ចើមផ្លូវបណ្ដាលឲ្យរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំហើយរថយន្ត Lexus RX 400ក៏រងខូចខាតធ្ងន់ធ្ងរដោយកំពិតខូចខាតទាំងមុខទាំងក្រោយឧបទ្ទវហេតុនេះបានកើតឡើងកាលពីវេលាម៉ោង3ទៀបភ្លឺថ្ងៃទី6ខែមេសា2026ស្ថិតនៅតាមបណ្ដោយផ្លូវលេខ21បុរីពិភពថ្មីគួរស្រូវ2ក្នុងភូមិស្រីស្នំសង្កាត់ព្រៃកំពឹសខណ្ឌដង្កោរាជធានីភ្នំពេញរថយន្ត Range Rover ពណ៌ខ្មៅរងការខូចខាតក្រពិតខ្ទេចមុខហើយរថយន្តនោះក៏មានស្លាកលេខដែរក៏ប៉ុន្តែត្រូវបានដោះទុកដោយម្ចាស់ទំនងខ្លាចអ្នកកាសែតថតជាប់ផ្លាកលេខរបស់ខ្លួននាំឲ្យខ្មាស់គេចំណែករថយន្ត Lexus RX 400 ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BM 0615រងការខូចខាតក្រពិតខ្ទេចទាំងមុខនិងខាងក្រោយហើយម្ចាស់រថយន្តទាំងពីរនោះមិនត្រូវបានស្គាល់តាក់សញ្ញានោះឡើយប្រជាពលរដ្ឋបាននិយាយឲ្យដឹងថាមុនពេលកំហេតុពួកគាត់ឃើញរថយន្ត Lexus RX 400 ចតនៅលើផ្លូវត្រង់ចំណុចកើតហេតុនោះហើយពុំដឹងថាម្ចាស់រថយន្តរវល់ទៅណានោះទេបន្ទាប់ពីចតរថយន្តរួចរាល់ក៏បានចាកចេញទៅបាត់ទៅលុះដល់ពេលកើតហេតុស្រាប់តែឃើញរថយន្ត Range Rover បានបោះពួយក្នុងល្បឿនលឿនពីទិសដៅខាងកើតទៅលិចដោយពុំដឹងថាអ្នកបើកបរមើលមិនឃើញឬក៏បែបណានោះទេក៏ស្រាប់តែជ្រុលចង្កូតទៅបុកក្រោយ Lexus RX 400 នោះពេញទំហឹងរួចរុញទៅខ្ទប់នៅនឹងបង្គោលភ្លើងបណ្ដាលឲ្យរងការខូចខាតតែម្ដងប្រភពដដែលបានបន្តឲ្យបានដឹងថាខណៈពេលមិនបណ្ដាលឲ្យមានអ្នករងរបួសឬក៏មានការស្លាប់នៅឡើយហើយក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ព្រៃកំពឹសនិងនគរបាលផ្នែកចរាចរណ៍ខណ្ឌដង្កោក៏បានចុះទៅធ្វើការវាស់វែងនិងកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់ចរាចរណ៍ផ្លូវគោកបាទព័ត៌មានថ្ងៃនេះខ្ញុំបានក៏មានតែប៉ុណ្ណេះផងដែរសូមអរគុណសូមជម្រាបលា